bạn ngày nay mà trình video sẽ cam phía 100 ថ្ងៃ របស់ខ្ញុំបាទនេះគឺព្រឹកឡើងដែលយើងងើបហើយយើងងូតទឹកដើម្បីរៀបចំខ្លួនហើយទៅធ្វើការហ្នឹងហើយយើងងូតទឹកងូតអីហើយបន្ទាប់មកយើងបាទទៅស្លៀកពាក់បាទអូយសាច់ស៊ីទៀតបងប្អូនវីដេអូហ្នឹងកាត់លឿននេះអត់អីទេបាទពាក់កៅអៅពាក់អីទៅហើយកក់សាប៊ូដោះខ្លួនឲ្យក្អូមតិចបាទឡើងគីឡូដល់ហើយខ្ញុំឆ្នាំ2026នេះគីឡូដល់ហើយនឹងតនុយយើងអីមកអត់សង្ហាអត់ទៅយើងមិនតនុយបានអីឲ្យត្រឹមត្រូវសិតសក់មកសក់ក៏វែងដែរខ្ញុំដល់ពេលធ្វើកាត់សក់ទៀតហើយយើងសិតសក់សិតអីបាទមានភ្លីមានអីមកតមកយើងចុះទៅក្រោមទៅធ្វើការហ្នឹងហើយយើងចុះទៅក្រោមទាញម៉ូតូទៅធ្វើការបាទហ្នឹងហើយបងប្អូននេះម៉ូតូខ្ញុំអត់មានលុយជិះឡានទេជិះតែម៉ូតូលុយចាក់សាំងបានផងបាទឥឡូវយើងចេញទៅហើយអូស្អីគេអាវក្រៅពាក់ឡើងពេញនោះកន្លែងព្យូយើងចេញម៉ូតូទៅស្រីស្រង់ចេញម៉ូតូបាទឥឡូវយើងចេញមកចេញតាន់បានប្រហែលហ្នឹងម៉ូតូវាលោតL check ឲ្យដូរប្រេងហើយចូលដូរប្រេងសិនចូលដូរប្រេងចិត្តផ្ទះសិនអញ្ចឹងណាបងប្អូនដូរប្រេងប្រហែលជិត10នាទីឥឡូវចេញពីកន្លែងដូរប្រេងមកយើងទៅធ្វើការខ្ញុំជិះកាត់ម្ដុំសែនសុកកន្លែងម្ដុំភ្នំពេញថ្មីបងប្អូនទៅ office របស់ខ្ញុំ office នៅជិតវត្តភ្នំហ្នឹងហើយបងប្អូននៅ office ខ្ញុំនៅអាគារវឌ្ឍនៈផងណានៅប្លុកជិតវត្តភ្នំដែរបាទម្ដុំផ្សារថ្មីអញ្ចឹងណាឥឡូវខ្ញុំជិះមកជិតដល់ហើយឥឡូវកាត់មកដល់ម្ដុំនេះឲ្យបងប្អូនម្ដុំបឹងកក់បាទជិះមកដល់ម្ដុំបឹងកក់ហើយឆ្ងាយគួរសមដែរផ្ទះខ្ញុំមក office ខ្ទង់បើសិនជាផ្ទះជិត1ម៉ោងអីហើយគេនេះដោយសារតែចុះឆ្នាំចិនហ្នឹងយ៉ាងឆ្លាស់ផ្លូវបន្តិចយើងជិះបានខ្ទង់កន្លះម៉ោងបាទនោះមើលឃើញពីចងាយនោះអាគារវឌ្ឍនៈហ្នឹងបាទខ្ញុំធ្វើការនៅហ្នឹងអត់ទាន់បាន1ឆ្នាំស្រួលទេបងប្អូនដល់ខែ5អត់បាន1ឆ្នាំដល់ចិត្តដល់ហើយមកដល់ឡើងទុកម៉ូតូហើយទុកម៉ូតូខ្ញុំដើរចេញមកវិញដើម្បីឡើងទៅ office ឡើងទុកម៉ូតូនៅចិត្តនឹងដែរទេទុកម្ដង2000បងប្អូនតែបើឡានមួយខែប្រហែលខ្ញុំអត់ដឹងដែរទេឡានខ្ទង់100ដឹងមួយខែតែបើម្ដងឮថា10000ជាងឡានណាកន្លែងចិត្តហ្នឹងហើយបើយើងទៅផ្ញើនៅក្រមវឌ្ឍនៈយើងអស់ច្រើនគេគិតម៉ោងច្រើនដែរបាទនេះយើងដើរឡើងទៅកន្លែងចដើរយន្តដើរទៅនេះដើរតាមកន្លែងផ្លូវហ្នឹងឥឡូវចាំចដើរយន្តសិនចាំចដើរយន្តដើម្បីឡើងទៅលើហើយយើងមានកាត scan ដែរបើអត់កាតយើងឡើងអត់កាតទេនេះយើងចុចបិទមកយើងឡើងទៅលើហើយទិញម៉ាំងកាហ្វេមួយថង់បងប្អូនអូខេទៅហើយបាទនេះជាន់ទី6ដល់ហើយនេះកន្លែងដើរទៅ office យើងហ្នឹងឥឡូវដល់ហើយយើងបាទដល់តុការងារហ្នឹងហើយមានកាហ្វេមួយកែវអីហើយចាប់ផ្ដើម start ការងារបាទអញ្ចឹងគឺរៀងរាល់ថ្ងៃបែបនេះអង្គុយធ្វើការអីចឹងទៅបាទហើយមានតែប៉ុណ្ណឹងអង្គុយធ្វើការធ្វើអីទៅបងប្អូនដល់ពេលដល់ម៉ោង12បានទៅម៉ោងចេញទៀតម៉ោង12ចេញចុះញ៉ាំបាយអញ្ចឹងនេះគឺជាសកម្មភាពរាល់ថ្ងៃឥឡូវដល់ម៉ោង12ហើយដល់ម៉ោងបាយថ្ងៃហ្នឹងបងប្អូនបាទបាយថ្ងៃនេះម៉ោង12ជាងតិចហើយយើងចេះយើងមើលអត់ឃើញតលីនឹងទេដល់ពេលថតទៅឃើញតលីនឹងច្បាស់ឆ្ងល់ដែរបងប្អូនណាកតិចវាមិនមែនដីវាបែបតលីហុយតូចឥឡូវខ្ញុំចុះដើរទៅបាយញ៉ាំដោយសារអត់បានវិចបាយមកទេចុះទៅរកបាយញ៉ាំទៅម្ដុំចិត្តផ្សារថ្មីហ្នឹងបាទសាប៊ូហាងម្ដុំហ្នឹងសាប៊ូហាងបាយតែកាលនេះជួសឆ្នាំចិននិងឆ្លាស់ដែរ
រាល់ថ្ងៃផ្លូវហ្នឹងដើរឡើងជាអៀតបងប្អូនដើរឡាយចឡានម៉ូតូអីគីព្រោះយើងអត់មានឡើង space ដើរហើយពេលនេះទលាយផ្លូវស្រួលដើរបន្តិចមកខ្ញុំដើរទៅហើយខ្ទង់ប្រហែល 4-5 នាទីមកដល់ហើយញ៉ាំបាយបងប្អូនដើរ 4-5 នាទីដែរនេះទៅហើយបាទដើរឡើងញាប់ជើងស្កាយហ្នឹងហើយបងប្អូននេះទៅហើយដើរឆ្លងផ្លូវផងអីផងខ្ញុំរុញវីដេអូនេះឲ្យលឿនតិចកុំឲ្យវាយូរពេកបាទហើយបាយនេះវាមានបាយម្ហូបកំងបាយម្ហូបស្រាប់អីចិត្តហ្នឹងមានបងប្អូនតម្លៃមានត្រឹម 6,000 អីហ្នឹងបាទ 6,000 ក៏មានដែរបាយស្រាប់នៅកន្លែងចិត្តកាហ្វេធូបបាទធូបកាហ្វេហ្នឹងមាន 6,000 តែបាយកំង 10,000 ឡើងបាយកំងនេះមកជួបអ្នកធ្វើការមួយគ្នាគាត់មកបាយដែរបាទអញ្ចឹងហើយយើងបាទជជែកមួយគាត់បន្តិចគាត់កំងមុនហើយបាទបន្ទាប់ពីបាយថ្ងៃហើយយើងធ្វើការធ្វើអីទៀតហើយចូលធ្វើការម៉ោង 1 វិញបន្ទាប់មកយើងធ្វើការបាទแล้วកាត់មកដល់ល្ងាចគឺម៉ោង 4:75 ម៉ោង 5 យើងចេញអញ្ចឹង 5 ជាងតិចតួចបានចេញបាទនេះដូចថានេះបងប្អូនតលីតូចតូចខ្ញុំឆ្ងល់ពេលថតទៅឃើញដីដូចដីប្រឡាក់កវាមហ្នឹងអញ្ចឹងហើយពេលមើលភ្នែកវាដូចអត់ឃើញបាទឥឡូវដល់មកយើងចេញហើយយើងចេញទៅផ្ទះហើយបងប្អូនទៅកន្លែងម៉ូតូយកម៉ូតូជិះទៅផ្ទះអញ្ចឹង vlog នេះគឺមានតែប៉ុណ្្នឹងទេបង្ហាញពីសកម្មភាពពេញមួយថ្ងៃរបស់ខ្ញុំធ្វើការបាទហើយនេះគឺ office ហ្នឹងបងប្អូនបាទយើងដើរទៅយកម៉ូតូដើម្បីជិះទៅផ្ទះបាទហើយនេះគឺជិតដល់ផ្ទះហើយឃើញបាទថ្ងៃលិចស្អាតមែនទែនថ្ងៃនេះ